កើត website ផ្ទាល់ខ្លួនដោយមិនអស់លុយដោយគ្រាន់តែធ្វើតាមការបង្ហាញនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះអញ្ចឹងដំបូងយើងមកចូលក្នុងត្រេប្រមាណនេះមកបន្ទាប់មកយើងចូលកន្លែង blockchain នេះចុចលើវាមកហើយយើងធ្វើការរងចាំបន្តិចវាកំពុងតែ load ចូលនៅពេលដែលឃើញផ្ទាំងបែបនេះយើងគ្រាន់តែចុចទៅលើពាក្យថា create your block អញ្ចឹងចុចលើវាទៅអញ្ចឹងវានឹងឲ្យយើងជ្រើសរើស email អញ្ចឹងយើងចុចរើស email ណាដែលយើងចង់ log ចូលដើម្បីនឹងបង្កើតនៅលើ email ហ្នឹងបន្ទាប់ពីយើងរើស email រួចហើយយើងដាក់ password ដាក់អីរួចហើយយើងមកឃើញកន្លែងនេះយើងនឹងចុចសញ្ញាកន្លែងខ្វែងនេះមកហើយយើងដាក់ title មានន័យដាក់ចំណងជើងយើងអាចដាក់ឈ្មោះយើងអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំហើយយើងចុច next ទៀតមកបន្ទាប់មកកន្លែងនេះគឺជាអាសយដ្ឋានឬក៏យើងហៅថា URL របស់ website របស់យើងអញ្ចឹងយើងរើសមើលទៅតើឈ្មោះមួយណាដែលគេនឹងឲ្យឃើញអញ្ចឹងឈ្មោះមួយនេះគឺមានហើយអញ្ចឹងយើងអាចប្រើទៀតទេឥឡូវខ្ញុំប្រើឈ្មោះនេះនៅពេលដែលយើងឃើញយើងវាយឈ្មោះយើងហើយយើងចេញសញ្ញាបែបនេះគឺមានន័យថាវាអាចបានហើយអញ្ចឹងយើងចុច next បន្តទៅទៀតពេលដែលយើងចុច next ហើយវានឹងឲ្យយើង display name មានន័យបង្ហាញឈ្មោះយើងនៅលើ website តើឈ្មោះអីអញ្ចឹងយើងដាក់ឈ្មោះយើងទៀតមកបន្ទាប់មកយើងចុចកន្លែងពាក្យថា finish កន្លែងនេះមកហើយយើងរងចាំបន្តិចវានឹងបង្កើតឲ្យយើងនេះកំពុងតែ process ហើយអញ្ចឹងយើងរងចាំមិនដល់1នាទីគឺមួយ plate ទេហើយយើងចុចខ្វែងនេះទៅយើងបានហើយគឺនេះជាទម្រង់ដែលយើងមិនទាន់បានផុសអីទេតែយើងចង់ផុសយើងចុចកន្លែងញ៉ាបូកមកខាងលើនេះគឺជាកន្លែងយើងដាក់ចំណងជើងអញ្ចឹងឧទាហរណ៍យើងដាក់ចំណងជើងទៅលើការផុសរបស់យើងខ្ញុំឧទាហរណ៍ថាដាក់ថា hello everyone ខ្ញុំវាយដឹងខុសដឹងត្រូវខ្ញុំដាក់សិនទៅជាការធ្វើតេស្ត welcome បាទបន្តមកទៀតអានេះគឺជាចំណងជើងហើយខាងក្រោមនេះគឺជាកន្លែងដែលយើងត្រូវសរសេរអត្ថបទរបស់យើងដែលយើងចង់បង្ហាញឧទាហរណ៍ខ្ញុំដាក់ថា I am creating a blog for testing អញ្ចឹងទៅហើយជាទូទៅនៅពេលដែលយើងវាយហើយវានឹង save ឲ្យយើងអូតូតែម្ដងមានន័យថាវារក្សាទុកឲ្យស្វ័យប្រវត្តិឲ្យយើងហើយនៅពេលដែលយើងចង់ដាក់រូបភាពអីយើងអាចដាក់បានណារូបភាពនេះយើងអាចទៅយកពីយើងចុចកន្លែងសញ្ញារូបភាពមកបាទហើយយើងចុចកន្លែង upload from computer អូខេបន្តមកទៀតយើងចុចកន្លែងពាក្យថា choose file ហើយយើងរើសយក photo library ហើយយើងរើសយករូបភាពដែលយើងចង់ដាក់មកតែរូបភាពមួយណាឧទាហរណ៍ខ្ញុំដាក់រូបភាពខ្ញុំមួយបន្តមកទៀតយើងនឹងចុច add វាចូលហើយវានឹងចាប់ផ្ដើម upload ចូលហើយនៅពេលដែលយើង upload ចូលយើងរងចាំការ upload នឹងចប់យើងនឹងចុច select លើវាហើយយើងចុច select មកវានឹងចូលនៅក្នុងអត្ថបទរបស់យើងនឹងហើយអញ្ចឹងយើងចង់លុបយើងចង់ដាក់អីគឺបានអត់បញ្ហាទេយើងចង់ពង្រីកយើងចង់ពង្រួមរូបភាពអីបានដូចគ្នាបាទយើងចង់វាយអក្សរចង់តម្រឹមអក្សរអីគឺមាននៅក្នុងនឹងមួយ complete ដូចជាអត្ថបទឥឡូវយើងលុបរូបក្នុងករណីដែលយើងលុបហើយយើងចង់ទៅយកមកវិញយើងចុចកន្លែង blockchain នេះមកបន្ទាប់មករូបភាពដើមហ្នឹងគឺនៅកន្លែងហ្នឹងហើយហ្នឹងណាគឺយើងយកចេញពីរូបដែលយើង upload ហើយមិញហ្នឹងបន្ទាប់មកខាងក្រោមនេះយើងអាចវាយជាអក្សរអត្ថបទអីផ្សេងអក្សរខ្មែរអក្សរអង់គ្លេសបងប្អូនអាចវាយបានទាំងអស់គឺនៅក្នុងហ្នឹងវាជាអត្ថបទទេអញ្ចឹងយើងអាចប្រើអក្សរភាសាអីក៏បានដែរយើងអាចផ្លាស់ប្ដូរបានតាមចំណង់ចំណូលចិត្តចិនកូរ៉េជប៉ុនអង់គ្លេសខ្មែរអីបានដូចគ្នាបន្ទាប់មកបងប្អូនចុចសញ្ញាព្រួយហើយចុចកន្លែង confirm កន្លែង confirm នោះមានន័យថាយើងចាប់ផ្ដើមផុសចេញ public របស់យើងចេញអញ្ចឹងយើងចុចកន្លែង 3 នេះមកដើម្បីយើង view កន្លែងសញ្ញាភ្នែកនេះយើង view មើលទៅលើ website របស់យើងឥឡូវយើងបាន website ដែលយើងមានផុសមួយនេះណាផុសរបស់យើងគឺមានមួយនឹងឯងអញ្ចឹងយើងចង់ថយក្រោយវិញយើងចុចកន្លែងឈ្មោះយើងទៅនេះកន្លែងនេះគឺជា home page របស់ website របស់យើងហើយយើងចង់ design អីពេលក្រោយទៀតអញ្ចឹងយើងចុច read more ទៅដើម្បីមើលអត្ថបទរបស់យើងអញ្ចឹងបែបហ្នឹងឥឡូវយើងចង់ផុសមួយទៀតគឺយើងចូលមកកន្លែង dashboard របស់វាកន្លែងនេះមកហើយយើងចុចកន្លែងសញ្ញាបូកបន្តទៀតយើងដាក់ចំណងជើងមកឧទាហរណ៍ថាខ្ញុំវាយពាក្យថា hello អូខេហើយខាងក្រោមនេះខ្ញុំមិនដឹងសរសេរអីទេខ្ញុំដាក់រញ៉ៃធัวមកហើយសរសេរតែប៉ុណ្្នឹងអីចឹងទៅខ្ញុំជាការឧទាហរណ៍ទេបងប្អូនចង់សរសេរអីសរសេរទៅជាប្រវត្តិរូបរបស់ខ្លួនឯងចុចសញ្ញាព្រួយហើយចុច confirm ទៅបន្ទាប់មកយើងនឹងបានអត្ថបទមួយទៀតដែលយើងបានផុសចេញហើយយើងមកចូលកន្លែងទំព័រដែលយើងក៏ refresh ទៅយើងនឹងចេញទំព័រថ្មីមួយទៀតហើយដែលយើងបានផុសចេញមិញហ្នឹងអូខេអញ្ចឹងនេះជារបៀបដែលយើងបង្កើត website ដោយងាយបានដោយខ្លួនឯងដោយមិនអស់លុយមួយរៀលទេសោះអស់តែអ៊ីនធឺណិតដែលយើងកំពុងតែប្រើនឹងប៉ុណ្ណេះឥឡូវយើងចង់លុបវាចេញយើងលុបអត្ថបទនឹងចេញយើងចុចកន្លែង 3 យើងចុចពាក្យថា delete ហើយយើងចុចពាក្យថា transfer អញ្ចឹងណាតទៅមកយើងអាចមើលទៅលើតា stick មានន័យថាតើថ្ងៃហ្នឹងយើងចូលបានមានអ្នកចូលមើលប៉ុន្មានអីយើងអាចមើលនៅលើនេះបាននេះជាទិន្នន័យរួមដែលវាបង្ហាញឲ្យយើងឃើញហើយនេះគឺជាទិន្នន័យយើងអាចមើលឃើញទាំងអស់គ្នាដែលជាអត្ថបទចាស់ដែលយើងលុបមិញហ្នឹងក៏វាមានចូលទិន្នន័យដែលយើងចូលមើលខ្លួនឯងមិញបានមួយ view មិញហ្នឹងឯងអញ្ចឹងការបង្កើត website ដោយមិនអស់លុយមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជួបគ្នាវីដេអូក្រោយ